យើងកុំអាគិតអំពីទំហំនៃការផលិតយើងគិតអំពីអតិថិជនសិនឥឡូវយើងមានផលិតផលគំរូតិចតួចសិនក៏បានធ្វើវាបន្តិចសិនបាទធ្វើបន្តិចសិនប៉ុន្តែយើងព្យាយាមរកអតិថិជនណាឲ្យត្រូវជាមួយនឹង product របស់យើងនៅពេលដែលយើងរកបានហើយចាំយើងយកយកព័ត៌មានទាំងអស់ហ្នឹងយកមកពង្រីកផលិតកម្មចឹងមានន័យថាជាមួយនឹងទីផ្សារមានន័យថាធ្វើបន្តិចសិនហើយយកទៅលក់សិនបាទអូខេមកចំតន់គិតថាផលិតវាឲ្យច្រើនហើយចាំយកទៅលក់អីអូខេចាប់ផ្ដើមពីបន្តិចសិនហើយយកទៅលក់សិនមើលខាងណាគេទិញចាំបរិយាចាំមករៀបចំផែនការបរិយាតាមក្រោយសូមស្វាគមន៍មកកាន់វគ្គថ្មីនៃកម្មវិធី podcast ដានសាក្រិនដែលយើងមកជួបជាមួយនឹងម្ចាស់អាជីវកម្មផ្ទាល់យើងមករៀនពីបទពិសោធន៍របស់គាត់ក៏ដូចជាដំណើរការនៃការចាប់ផ្ដើមអាជីវកម្មរបស់គាត់ហើយតើផលលំបាកអីខ្លះដែលគាត់ជួបប្រទះផងដែរអញ្ចឹងថ្ងៃនេះយើងមកជួបជាមួយនឹងម្ចាស់អាជីវកម្មផ្ទាល់របស់យើងនៅក្នុងខេត្តបាត់ដំបងអញ្ចឹងជម្រាបសួរបងចាអរគុណច្រើនមែនទែនបងថ្ងៃហ្នឹងដែលផ្ដល់ឱកាសមកចូលក្នុង podcast របស់យើងអញ្ចឹងណាអញ្ចឹងដំបូងគេបងអស់សូមបងណែនាំខ្លួនបន្តិចមកហើយអាជីវកម្មបងអីគឺដែរចាជំរាបសួរខ្ញុំបាទឈ្មោះលីនសេហាជាស្ថាបនិកហើយជាអ្នកគ្រប់គ្រងទូទៅនៃសិប្បកម្ម Tubo Agri Food ចា Tubo Agri Food យើងមាន product អីគេខ្លះដែរបងសប្តាហ៍ថ្ងៃនេះយើងផ្ដោតទៅលើផលិតផល3មុខសំខាន់តែទី1យើងហៅវាថាជាជ្រក់ម្រេចខ្ចីសម្ងួតជ្រក់ម្រេចខ្ចីនេះហ្មងអូខេផលិតផលហ្នឹងវាកើតឡើងពីរសជាតិហឹរស្រាលរបស់ម្រេចហើយបូកជាមួយនឹងបច្ចេកទេសកែច្នៃបែបប្រពៃណីខ្មែរយើងបង្កើតជាផលិតផលមួយដែលមានរសជាតិឆ្ងាញ់ប្លែកដែលយើងអាចប្រើប្រាស់ជាមួយនឹងអាហារទូទៅបានហើយប្រភេទមួយទៀតគឺជាប្រភេទម្សៅខ្ញីហើយនិងម្សៅល្មៀតសម្រាប់អតិថិជនដែលគាត់ទទួលយកនៅការរក្សាសុខភាពហើយនិងសម្រាប់បែបធម្មជាតិប៉ុន្តែសប្តាហ៍ថ្ងៃនេះយើងឃើញថាការប្រើប្រាស់ខ្ញីឬក៏រមៀតហ្នឹងគឺគាត់ប្រើប្រាស់អត់ទាន់ទាញយកប្រយោជន៍អស់ទេគាត់គ្រាន់តែឆុងមួយទឹកក្តៅកាប់ទៅគេត្រូវចម្រាញ់ជាមួយនឹងទឹកដោះគោហើយនិងម្សៅម្រេចអីថែមទៀតអានោះបានប្រសិទ្ធភាពច្រើនទ្វេដងអូខេចឹងនេះយើងយកទៅឆុងមួយដោះគោញ៉ាំបានទេបងបាទកាប់ទៅយើងមានរូបមន្តជាមួយនឹងទឹកដោះគោអាហ្នឹងបានមានប្រសិទ្ធភាពខ្ពស់ជាងទឹកធម្មតាអូខេដល់ពេលបងនិយាយអញ្ចឹងខ្ញុំដឹងខ្ញុំអត់ដែរដឹងសោះខ្ញុំធ្លាប់តែយកវាតែខ្ញុំធ្លាប់ញ៉ាំមួយទឹកឃ្មុំអូខេអត់ដែរញ៉ាំមួយដោះគោទេគិតថាព្រោះតាំងពីដើមមកបើម៉ែរបស់ខ្ញុំអីគាត់ចូលចិត្តឲ្យញ៉ាំមួយទឹកឃ្មុំគាត់ថាជួយកាពះជួយអីចឹងណាចាតែខ្ញុំញ៉ាំអត់បានសោះខ្ញុំមានអារម្មណ៍ថាញ៉ាំទឹកក្តៅអាហ្នឹងវាជួយជំរុញក្នុងរាងកាយរបស់តែយើងថយបរិមាណវាមកទៅតាមអ្វីអូខេបានទៅបាទចាតាមពិតទៅចាប់អារម្មណ៍ផលិតផលរបស់បងយើងធ្វើនៅក្នុងខេត្តបាត់ដំបងរបស់យើងត្រូវអត់បងនៅក្នុងខេត្តបាត់ដំបងទីតាំងរបស់យើងនៅភូមិកទួតសង្កាត់ក្តោលដូនទាវខេត្តបាត់ដំបងយើងនៅជិតក្រុងយើងដែរទេនៅជិតក្រុងអូខេខ្ញុំឃើញចំណុចពិសេសមួយផលិតផលបងប្លែកមែនទែនព្រោះខ្ញុំអត់ដែរឮពេលដែលយើងឮម្រេចយើងអត់ដែរនឹកឃើញយកម្រេចទៅធ្វើជ្រក់យកអីចឹងណាហើយប៉ុន្តែវាមានលក្ខណៈពិសេសបែបបុរាណមើលទៅផលិតផលថ្មីតែមានឆ្នៃបែបបុរាណអីដែរអញ្ចឹងណាមើលទៅឆ្ងល់ចេះបងពីដើមឡើយបងពងធ្វើអីគេហើយបងជាអ្នកណាគេដែរមូលហេតុអីបានមិននឹកឃើញធ្វើអាជីវកម្មហ្នឹងអូខេចឹងឆ្លៀតពេលហ្នឹងខ្ញុំនិយាយពីខ្លួនឯងតិចដែលខ្ញុំអងថ្ងៃយើងមានជំនាញមួយចំនួនហើយនឹងបទពិសោធន៍មួយចំនួនទៅលើវិស័យចំណីអាហារខ្ញុំបញ្ចប់ការសិក្សានៅក្នុងឆ្នាំ2007លើជំនាញកែច្នៃអាហារបន្ទាប់មកក៏យកបទពិសោធន៍ធ្វើការនៅក្នុងវិស័យឯកជនមួយជាអ្នកគ្រប់គ្រងគុណភាពហើយនិងអ្នកគ្រប់គ្រងខ្សែសង្វាក់ផលិតកម្មការផលិតអាល់កុលនៅរោងចក្រ SKD នៅភ្នំពេញបន្ទាប់ពីបទពិសោធន៍នៅក្នុងវិស័យឯកជនមកក៏ចូលនៅក្នុងវិស័យសាធារណៈដែលថាយើងធ្វើជាអ្នក research ហើយនឹងជាគ្រូបង្រៀន part time នៅក្នុងសាកលវិទ្យាល័យមួយហើយបន្ទាប់ពីហ្នឹងមកមានឱកាសចូលរួមនៅក្នុងគម្រោង MSME ហើយនិងគម្រោង Icon របស់ GIZ ដើម្បីចាប់យកជំនាញមួយទៀតគឺសហគ្រិនភាពកាលហ្នឹងយើងចាប់ផ្ដើមហ្នឹងគឺនៅដើមឆ្នាំ2021
ចឹងបូកជាមួយនឹងជំនាញដើមរបស់ខ្ញុំកែច្នៃអាហារក៏យើងចាប់ផ្ដើមបទពិសោធន៍ថ្មីមួយទៀតគឺធ្វើការឲ្យខ្លួនឯងហ្នឹងហើយ ថាយើងបង្កើតជាសហគ្រាស Tubol ឡើងនៅក្នុងឆ្នាំ 2022 ហើយរហូតមកដល់សប្តាហ៍ថ្ងៃនេះចានៅក្នុងឆ្នាំ 2024 និង 2025 ក៏ចាប់យកជំនាញមួយទៀតគឺតាក់ទងជាមួយនឹងជំនាញយើងហៅថា mentorship បាទអ្នកប្រឹក្សាយោបល់ខ្ញុំមានបទពិសោធន៍3កន្លែងហ្នឹងហើយនឹងមានជំនាញ3ហ្នឹងធំដែរខ្ញុំចាប់អារម្មណ៍មួយបងមិនមែនបងគ្រួសារបងអត់មិនមែនជាអ្នករស់ស៊ីអីទេតាំងពីដើមមកគ្រួសារខ្ញុំនិយាយទៅឪពុកម្ដាយខ្ញុំនៅកំពង់ចាមក៏ប៉ុន្តែម៉ាក់ខ្ញុំជាអ្នករស់ស៊ីដែរអូខេប៉ុន្តែបងផ្ទាល់គឺជាបុគ្គលិកធ្វើការព្រោះស្ដាប់បទពិសោធន៍របស់បងណាពីរៀនមកគឺធ្វើការរហូតចាបងរៀនជំនាញកែច្នៃអាហារបន្ទាប់ពីរៀនជំនាញកែច្នៃអាហារហើយបងធ្វើជាបុគ្គលិកនៅស្ថាប័នឯកជនផ្សេងជាអ្នកជំនាញចាបន្ទាប់មកមានការបង្រៀនបន្ថែមទៀតចូលបង្រៀនដែរចូលបង្រៀនប្រឡងនៅក្នុងវិស័យសាធារណៈជាអ្នកនៅក្នុងវិស័យអប់រំបាទចាជាអ្នក research ផងជាអ្នកស្រាវជ្រាវផងហើយជាអ្នកបរិញ្ញាជាគ្រូបរិញ្ញាបត្រចាឥឡូវខ្ញុំឆ្ងល់ហ្មងដោយសារបងឆ្លងទាំងពីរឥឡូវធ្វើការជាពីអ្នកជំនាញមកជាអ្នកធ្វើការហើយឥឡូវមកចាប់ផ្ដើមកាន់សហគ្រាសខ្លួនឯងបងឃើញតែខុសប្លែកគ្នាមិនខ្មិចខ្លះក៏ប៉ុន្តែវាមានលក្ខណៈខុសប្លែកគ្នាច្រើនដែរមានន័យថានៅពេលដែលយើងកំពុងតែធ្វើការឲ្យគេយើងអត់មានទស្សនវិស័យឲ្យខ្លួនឯងមានន័យថាធ្វើទៅតាមផែនការធ្វើទៅតាមយុទ្ធសាស្ត្រដែលគេបានដាក់រៀបចំមកឲ្យប៉ុន្តែដល់ពេលយើងឆ្លងកាត់នៅក្នុងគម្រោងមួយដែលយើងហៅថា MSME ហើយនឹង Icon ហ្នឹងមកគឺគេបន្តបដាយើងឲ្យទៅជាសហគ្រិនភាពដល់ពេលហ្នឹងយើងស្គាល់ខ្លួនឯងខ្លះថាយើងមាននិស្ស័យនៅក្នុងសហគ្រិនភាពដែរមានន័យថាយើងអាចយើងបង្កើត vision បង្កើតអីដែលខ្លួនឯងដល់ថ្ងៃមុខយើងចង់ឃើញអីដល់ពេលហ្នឹងហើយក៏ចង់ឃើញ vision ហ្នឹងខ្លាយទៅជាការពិតអញ្ចឹងហើយក៏បង្កើតនៅសហគ្រាសហ្នឹងឡើងអូខេឥឡូវបងត្រឡប់ទៅវិញណានិយាយពីបងចាប់ផ្ដើមតាំងពី2022មកណាតែបងលើកឡើងថាអ្វីដែលខុសប្លែកគ្នាពេលដែលធ្វើការនៅជាបុគ្គលិកហើយនឹងមកកាន់ចាប់ផ្ដើមសហគ្រាសខ្លួនឯងហ្នឹងគឺនៅពេលដែលយើងចាប់ផ្ដើមធ្វើអាជីវកម្មខ្លួនឯងឬក៏សហគ្រាសខ្លួនឯងណាគឺផ្ដោតលើយើងត្រូវមានទស្សនវិស័យតែហ៎បងប៉ុន្តែខ្ញុំចង់ត្រឡប់ទៅវិញថាពេលដែលបងចាប់ផ្ដើមដំបូងឆ្នាំ2022តែបងលើកឡើងមកហ្នឹងទស្សនវិស័យបងចង់ឃើញមិនដែរហើយដល់ពេលជាក់ស្ដែងទៅវាមិនបាច់វិញពេលចាប់ផ្ដើមហ្នឹងក៏ប៉ុន្តែនៅក្នុងការងារជាអ្នក research ក៏ខ្ញុំមានទស្សនវិស័យមួយចំនួនមកដែរមានន័យថាយើងឃើញផលិតផលខ្មែរយើងបែបបុរាណយើងក៏នៅតែកែច្នៃជាលក្ខណៈទំនៀមទម្លាប់ប្រពៃណីប្រើត្រឹមតែលក្ខណៈគ្រួសារអត់អាចទុកបានយូរអត់អាចចែកចាយនៅក្នុងវិនិមាតឬក៏ចែកចាយនៅក្នុងសាធារណឬក៏នាំចេញបានទេនៅពេលដែលយើងធ្វើការជាអ្នក research ហ្នឹងក៏យើងជំរុញឲ្យនិស្សិតឬក៏ខ្លួនឯងហ្នឹងចាប់យកនៅបច្ចេកទេសបែបបុរាណហ្នឹងមកធ្វើការកែច្នៃដើម្បីធ្វើឲ្យផលិតផលរបស់យើងរក្សាទុកបានយូរអាចចរន្តនៅលើទីផ្សាររយៈពេលយូរជាដើមអញ្ចឹងមានន័យថាទស្សនវិស័យហ្នឹងមានតាំងពីការ research មកប៉ុន្តែដោយសារយើងអត់មានជំនាញសហគ្រិនភាពអញ្ចឹងយើងមានន័យថាយើងអត់ហ៊ាននៅក្នុងការប្រឡូកនៅក្នុងវិស័យសហគ្រិននៅតែធ្វើការជាអ្នកបច្ចេកទេសទៅតែហ្នឹងអញ្ចឹងទស្សនវិស័យហ្នឹងចង់ឃើញផលិតផលរបស់ខ្មែរយើងហ្នឹងដែលបច្ចេកទេសបុរាណរបស់យើងក៏មានច្រើនដែរចង់ឃើញផលិតផលហ្នឹងខ្លាយទៅជាផលិតផលមួយដែលមានស្តង់ដារមានគុណភាពអាចចរន្តនៅលើទីផ្សារជាតិហើយនិងអន្តរជាតិបានបងអាចប្រាប់បន្តិចបានទេថាខុសប្លែកគ្នាមិនបច្ចេកទេសបងពួកបងលើកឡើងពីចំណុចថាយើងយកបច្ចេកទេសបុរាណរបស់យើងមកប៉ុន្តែបច្ចេកទេសបុរាណរបស់យើងហ្នឹងគឺយើងយកវាមកកែលម្អមិនន័យថាយើងមិនមែននេះទាំងស្រុងទេយើងយកវាមកកែលម្អវាខុសប្លែកមិនដែរផលិតផលរបស់បងនេះបច្ចេកទេសបើយើងគិតទៅពីបច្ចេកទេសបុរាណរបស់យើងបច្ចេកទេសបុរាណរបស់យើងគាត់មានការ
ធ្វើមានការផលិតហ្នឹងមានបទពិសោធន៍យូរអង្វែងមកហើយដែរមានន័យថាគាត់អាចមានរូបមន្តនៅក្នុងការផលិតឲ្យមានរសជាតិឆ្ងាញ់ប៉ុន្តែគាត់នៅខ្វះនៅបច្ចេកទេសខ្លះដែលអាចរក្សាទុកបានយូរឧទាហរណ៍ដូចជាជ្រក់ដូចជាអីយើងប្រើប្រាស់ប្រចាំថ្ងៃហើយរសជាតិវាតាំងពីយើងប្រើប្រាស់តាំងពីកើតមករហូតមកដល់ឥឡូវនេះឃើញថារសជាតិមានរូបមន្តខ្លះឆ្ងាញ់តាមតំបន់ប៉ុន្តែសួរថាតំបន់ហ្នឹងគាត់យកទៅលក់នៅតំបន់ផ្សេងកើតអត់ទេគាត់គ្រាន់តែដឹកតែ2-3ថ្ងៃវាអាចជ្រក់ហ្នឹងវាអាចជូរហួសវាទៅជាជ្រិញវាទៅជាអីជាជ្រិញអីចឹងចាអញ្ចឹងបច្ចេកទេសនៃការទុកដាក់បានយូរហ្នឹងគឺគាត់នៅស្ទើរអញ្ចឹងហើយយើងឃើញបញ្ហាហ្នឹងហើយបានយើងយករូបមន្តបុរាណហ្នឹងមកបូកជាមួយនឹងបច្ចេកទេសដែលយើងបានរៀននៅក្នុងសាកលវិទ្យាល័យហ្នឹងដើម្បីបូករួមគ្នាទៅយើងបង្កើតបានជាផលិតផលមួយដែលមានរសជាតិឆ្ងាញ់លក្ខណៈបុរាណប៉ុន្តែយើងអាចរក្សាទុកបានយូរតែបើនិយាយពីអញ្ចឹងទីផ្សារគេ response មិនដែរបងការដំបូងឡើយសម្រាប់ទីផ្សារពីដំបូងឡើយយើងពិបាកតិចដោយសារវាជាផលិតផលដែលមើលទៅបុរាណមែនប៉ុន្តែថ្មីបុរាណមានថ្មីតែអត់ទាន់មានបាទអញ្ចឹងទៅយើងពិបាកនៅក្នុងការបញ្យល់គាត់ថានឹងប្រើយ៉ាងម៉េចប្រើយ៉ាងម៉េចអញ្ចឹងគាត់ពិបាកនៅក្នុងការទទួលយកហើយដំបូងឡើយការ design របស់យើងអត់មានភាពតាក់ទាញទេ design កំប៉ុងអញ្ចឹងមានន័យថាប្រហែលដងហើយដែលបើបានកំប៉ុងកែប្រហែលដងបានប៉ុណ្ណឹងជា4 ដងហើយចាអូខេទៅធ្វើឲ្យផលិតផលរបស់យើងគាត់ឡើងមើលសម្បក workshop ទៅដឹងថាវាប្រើប្រាស់ជាមួយនឹងអីកើតជាមួយនឹងចំណីអាហារអីបាទហើយយើងចេញដំបូងមកដាក់កំប៉ុងយើងទៅដាក់លើធ្នើនៅលើសារទំនើបអីកំប៉ុងមូលហ្នឹងហើយគេច្រឡំដូចម្រេចខ្មៅធម្មតាគេអត់ដឹងថាហ្នឹងជាម្រេចជ្រឹកទេអញ្ចឹងការ design សម្បក workshop ក៏សំខាន់មួយដែរជាសារមួយបង្ហាញអំពីផលិតផលខាងក្នុងទៅឲ្យអតិថិជនតែគេដឹងថាផលិតផលយើងមិនអូខេបងពេលដែលបង design ពីមួយទៅមួយព្រោះបងថា4 ដងហើយពីមួយទៅមួយហ្នឹងបងសម្រាប់ចិត្តមិនបងប្រមូលពុំមានមិនដើម្បីកែគួរតែដាក់ចេះវិញគួរតែដាក់បែបនេះវិញក៏ប៉ុន្តែតាំងពីចាប់ផ្ដើមដំណើរការអាជីវកម្មមកខ្ញុំនៅរៀនពីវារហូតដែរហើយយើងរៀនពីវាផងហើយយើងចូលរួមសិក្ខាសាលាផ្សេងផងដើម្បីបានចំណេះដឹងចឹងនៅពេលដែលយើងឆ្លងកាត់សិក្ខាសាលាខ្លះឬក៏យើងចូលសង្គមឬក៏យើងទទួលបាន feedback ពីអតិថិជនមកយើងចាប់ផ្ដើមកែលម្អទៅតាមគាត់តិចតួចទៅហើយកន្លែងខ្លះវាគ្មិនខ្លះឬក៏គ្រូខ្លះគាត់មានបទពិសោធន៍យ៉ាងខ្ពស់ចឹងទៅគាត់ចែករំលែកគំនិតថ្មីមករៀងខ្ពស់ជាងមុនបន្តិចទៅយើងចាប់ផ្ដើមកែលម្អជាហោហាមកដែរជំនឿថាយើងទៅរៀនរហូតទៅជួបទៅទទួលការប្រឹក្សាយោបល់បាទយើងនៅទៅរៀនទទួលបទពិសោធន៍ពីសិស្សបងយើងចំនួនមុនឬក៏បងយើងចំនួនរហូតដែរអូខេតាមពិតទៅនៅពេលដែលបងនិយាយចំណុចហ្នឹងណាខ្ញុំជួបមួយក្មេងៗភាគច្រើនគាត់អត់ហ៊ាននិយាយទេថាគាត់ចង់ធ្វើអីគាត់អត់ហ៊ានសុំយោបល់ទេនេះបងធ្លាប់ជួបបញ្ហាហ្នឹងដែរអត់ទេឬមួយក៏មិនពីមុនមកយើងធ្លាប់ឆ្លុះជុំចឹងដែរចាមានន័យថាពេលខ្លះទស្សនវិស័យមនុស្សខុសគ្នាពេលខ្លះយើងនិយាយពីប្រដាប់យើងទៅគេអត់សូវមានទស្សនវិស័យប្រហាក់យើងគេអត់ទទួលយកកំណត់យើងទេអញ្ចឹងការឲ្យយោបល់មកគាត់រៀងចេញឆ្ងាយពីប្រដាប់យើងបន្តិចប៉ុន្តែយើងនៅតែសុំយោបល់គាត់ចឹងព្រោះអីពេលខ្លះយោបល់គាត់ក៏អាចត្រូវមួយយ៉ាងដើម្បីឲ្យយើងកែសម្រួលផ្លាស់ប្ដូរនៅបច្ចេកទេសឬក៏ផែនការដើម្បីឲ្យចូលទីផ្សារបានដែរចុះតើតងរឿងនេះវិញបងរឿងគំនិតអវិជ្ជមានអ្នកមកធ្លាប់និយាយថាប្រដាប់ហ្នឹងមើលទៅដូចមិនតំណងទេផលិតផលហ្នឹងមើលទៅដូចមិនកើតទេមានគេនិយាយចឹងហ៎មានការរិះគន់ច្រើនពីប្រដាប់នៅពេលដែលយើងចូលទីផ្សារប៉ុន្តែការរិះគន់ទាំងអស់នោះគឺជាមានន័យថាជាគុណតម្លៃមួយដែរដែលយើងអាចយកមកអភិវឌ្ឍផលិតផលរបស់យើងរហូតដល់សប្តាហ៍ថ្ងៃនេះបានតែយើងធ្វើមិនដើម្បីព្រោះនិយាយថាមិនធ្វើមិនដើម្បីឲ្យខ្លួនឯងនឹងអាចចូលចំណេះហើយមតិយោបល់ទាំងអស់នឹងបានយើងយកមកថ្លឹងថ្លែងនៅក្នុងក្រុមការងាររបស់យើងថាឥឡូវនៅលើទីផ្សារគេថាផលិតផលរបស់យើងចេះមួយចេះពីរអញ្ចឹងយើងគិតមើលថាតើគូកែលម្អកន្លែងណាព្រោះអីដូចខ្ញុំនិយាយឡើងវិញខ្ញុំនិយាយថាមនុស្សម្នាក់មានទស្សនវិស័យមានចំណង់ចំណូលចិត្តខុសៗគ្នាអញ្ចឹងយើងពេលខ្លះ
យើងមិនអាចបំពេញតម្រូវការរបស់អតិថិជនយើងទាំងអស់ហើយយើងត្រូវកំណត់នៅយើងហៅថា customer segment ថាតើផលិតផលរបស់យើងសម្រាប់អតិថិជនក្រុមណាដែលពួកគាត់អាចទទួលយកបានហើយក្រុមណាដែលអតិថិជនក្រុមណាដែលអត់ស្គាល់ពី product របស់យើងឬក៏អត់ចង់ប្រើផលិតផលរបស់យើងចង់ប្រើចំណង់ចំណូលចិត្តគេបែបផ្សេងមិនថាផលិតផលរបស់យើងត្រូវគ្រប់ចំណង់ចំណូលចិត្តរបស់អតិថិជនទេប៉ុន្តែយើងត្រូវស្គាល់ product របស់យើងឲ្យច្បាស់ថា product របស់យើងនឹងមួយត្រូវជាមួយនឹងអ្នកណាចាយើងកំណត់ទីផ្សារបានត្រូវតែយើងកំណត់មិនបងចង់ដឹងពីបទពិសោធន៍របស់បងកំណត់មិនទៅ product របស់ខ្ញុំមានតែដូចផលិតផលរបស់បងអញ្ចឹងដូចម្រេចនេះចឹងបាទម្រេចនេះបើមើលទៅម្រេចវាអត់មានអីថ្មីទេតាមពិតទេត្រូវទេម្រេចយើងប្រើតាំងពីដើមមកប៉ុន្តែវាប្លែកត្រង់ថាវាជាជ្រក់វាបែបរសជាតិថ្មីអញ្ចឹងណាហើយមើលទៅវារៀងជ្រក់ហើយស្ងួតទៀតស្ងួតជ្រក់នៅក្នុងទឹកដែរតែមើលទៅវារៀង premium ដែរវាមើលទៅវាមាន premium ដែរញ៉ាំជាមួយ steak ញ៉ាំមួយសាច់ញ៉ាំមួយអីអញ្ចឹងបាទអញ្ចឹងណាដូចអញ្ចឹងបងកំណត់មិនថាផលិតផលខ្ញុំវាលក្ខណៈពិសេសវាមិនវាថ្មីប្លែកវាបែបជ្រក់វាប្រើម្រេចខ្ចីដើម្បីយកមកធ្វើជ្រក់អីចឹងបងកំណត់មិនថាផលិតផលខ្ញុំវាបែបហ្នឹងខ្ញុំកំណត់យកអតិថិជនប្រភេទនេះហើយខ្ញុំធ្វើតម្រូវគាត់អញ្ចេះបងប្រើវិធីសាស្ត្រអីឬមួយបងដំបូងឡើយយើងកំណត់ហ្នឹងវាអត់ត្រឹមត្រូវ 100% ប្រហែលដែរទេប៉ុន្តែនៅពេលដែលយើងចូលទៅទីផ្សារហើយយើងព្យាយាមយក feedback ពីអតិថិជនមកវិញអ្វីដែលខ្ញុំចូលទីផ្សារស្រួលជាងគេគឺទីផ្សារភ្ញៀវទេសចរដោយសារពួកគាត់យល់ដឹងពីគុណតម្លៃម្រេចហើយពួកគាត់ឲ្យតម្លៃនៅក្នុងគំនិតនៅវិនវត្តថ្មីអញ្ចឹងពួកគាត់ឆាប់ទទួលយកនៅផលិតផលបែបនេះអូខេសម្រាប់ប្រជាជនខ្មែរយើងទូទៅភាគរយតិចដែលគាត់បានប្រើប្រាស់ផលិតផលរបស់ខ្ញុំដោយសារគាត់អត់តន់យល់តម្លៃនៅវិនវត្តនៃផលិតផលគាត់ឃើញថ្មីមែនប៉ុន្តែគាត់ពិបាកនៅក្នុងការបន្ស៊ាំប្រើប្រាស់ប្រចាំថ្ងៃហើយទីផ្សារយើងរាល់ថ្ងៃគឺយើងចេញតាមរយៈទៅកាន់អតិថិជនហើយនឹងទៅកាន់ភ្ញៀវទេសចរណាច្រើនអូខេចឹងមិនន័យថាបងលក់ជាទូទៅសិនបាទមិនថាលក់គ្រប់ទីផ្សារសិនអញ្ចឹងដំបូងហើយបន្ទាប់មកមើលថាអូខាងណាគេទិញច្រើនជាងខាងណាគេលក់គេទទួលច្រើនជាងហើយចាប់យកអញ្ចឹងវិញបាទក្រោយមកយើង scope យកថាទិសដៅយើងគួរទៅរក channel មួយណាអញ្ចឹង channel ខ្ញុំសពថ្ងៃខ្ញុំផ្ដោតលើសៀមរាបខ្លាំងភាសាភ្ញៀវទេសចរហើយនឹងភ្នំពេញដែលយើងមាន channel ចេញទៅកាន់អតិថិជនហើយនឹងភ្ញៀវទេសចរបានអញ្ចឹងនៅពេលដែលយើងដឹងថាអ្នកណាទិញច្រើនជាងគេហើយយើងដឹងថាតែ channel មួយណាត្រូវមួយភ្ញៀវប្រភេទហ្នឹងត្រូវមួយអូខេត្រូវមួយភ្ញៀវមួយទៀតអូខេចុងដល់ពេលរៀនបានអញ្ចឹងមានអីជារូបមន្តនេះណាចង់ធ្វើម៉េចដើម្បីដឹងពីភ្ញៀវរូបមន្តខ្ញុំសំខាន់មួយដែលយើងទទួលបានពីបទពិសោធន៍របស់វាមានន័យថាយើងកុំអាគិតអំពីទំហំនៃការផលិតយើងគិតអំពីអតិថិជនសិនឥឡូវយើងមានផលិតផលគំរូតិចតួចសិនក៏បានធ្វើវាបន្តិចសិនបាទធ្វើបន្តិចសិនប៉ុន្តែយើងព្យាយាមរកអតិថិជនណាឲ្យត្រូវជាមួយនឹង product របស់យើងនៅពេលដែលយើងរកបានហើយចាំយើងយកយកព័ត៌មានទាំងអស់ហ្នឹងយកមកពង្រីកផលិតកម្មចឹងមានន័យថាជាមួយនឹងទីផ្សារមានន័យថាធ្វើបន្តិចសិនហើយយកទៅលក់សិនបាទអូខេមកចំតន់គិតថាផលិតវាឲ្យច្រើនហើយចាំយកទៅលក់អូខេចាប់ផ្ដើមពីបន្តិចសិនហើយយកទៅលក់សិនមើលខាងណាគេទិញចាំបរិយាចាំមករៀបចំផែនការបរិយាតាមក្រោយអូខេវាយឺតមែនប៉ុន្តែពេលខ្លះយើងអត់ចាយទុននៅក្នុងការស្តុកផលិតផលសម្រាប់នឹងច្រើនទេនៅពេលដែលបងលើកឡើងពីចាប់ផ្ដើមពីទូតសាកល្បងទីផ្សារសិនអញ្ចឹងណាព្រោះភាគច្រើនណាខ្ញុំនិយាយជាមួយយុវជននេះច្រើនសូម្បីតែខ្ញុំខ្លួនឯងហ្នឹងក៏នេះដែរទាំងអត់មានលុយទេខ្ញុំអត់ដឹងទៅចាប់ផ្ដើមរកស៊ីមិនអីខ្ញុំអត់មានលុយខ្ញុំអត់មានតុនហ្មងគេដែលរកខ្ញុំឮពាក្យហ្នឹងហ្មងថាអ្នកដែលគាត់រកស៊ីបានគឺគាត់មានលុយច្រើនណាគាត់មានតុនអីបាននេះស្រាប់បទពិសោធន៍របស់បងផ្ទាល់វាមិនបាច់វិញដែរវាអញ្ចឹងមែនអត់
សម្រាប់ខ្ញុំទុនអត់មានច្រើនទេហើយរហងៃយើងប្រើទុនដែលយើងសន្សំពីមុនមកទេតែមានថាទុនយើងតិចតួចទេនៅក្នុងការចាប់ផ្ដើមសម្រាប់ការនិយាយថាត្រូវការទុនច្រើនសម្រាប់រកស៊ីពេលខ្លះអាហ្នឹងប្រហែលជាផ្ដោតលើវិស័យ trading ច្រើនជាងការទិញផលិតផលរបស់គេហើយយកមកលក់អូខេហ្នឹងប្រហែលជាត្រូវការទុនយ៉ាងច្រើនគួរសមដែរតែបើសិនជាសម្រាប់ការ start ជាលក្ខណៈសហគ្រិនបែបនេះជាយោបល់ខ្ញុំគឺយើងអាចមានទស្សនវិស័យខ្លួនឯងហើយបង្កើតជាផលិតផលគំរូចេញមកហើយយើងចាប់ដើមធ្វើការ survey ទីផ្សារហើយយើងចាប់ដើមចាប់ដៃគូជាមួយនឹងទីផ្សារណាដែលត្រូវការផលិតផលរបស់យើងហ្នឹងយើងអាចជជែកគ្នាទៅថាឥឡូវកន្លះខែឬក៏មួយខែទៀតខ្ញុំអាចផលិតនៅក្នុងបរិមាណប៉ុណ្ណេះឲ្យបានយើងនិយាយជាលក្ខណៈមិនដល់កុងត្រាក៏បានមានន័យថាយើងព្រមព្រៀងគ្នាឲ្យហើយថាឥឡូវផលិតផលប៉ុណ្ណេះពេញចិត្តហើយ2-3 ខែទៀតយើងអាចមានផលិតផលឲ្យអាហ្នឹងចាំយើងមកបរិយាទីផ្សារក៏បានមានថាចេញទៅលក់សិនចេញទៅជួបគេសិនសួរគេទិញអត់បើថាគេទិញអូខេចាំយើងមកធ្វើតាមក្រោយទៀតរៀបចំបន្ទាប់ពីចរចាគ្នាហើយហើយមួយទៀតបើសិនជាយើងអត់មានកន្លែងផលិតកម្មខ្លួនឯងក៏បានដែរយើងអាចចាប់ដៃគូជាមួយនឹងសហគ្រិនផ្សេងទៀតបានចាប់ដៃគូបែបណាដែរបងអាចដូចជាយើងអត់មានកន្លែងផលិតទេប៉ុន្តែយើងមានគំនិតនៅក្នុងការបង្កើតផលិតផលថ្មីមួយយើងមានរូបមន្តអញ្ចឹងរូបមន្តហើយយើងចូលទីផ្សារទៅគេថាអាហ្នឹងជាផលិតផលដែលអាចចូលទីផ្សារបានឬក៏តាមកន្លែងចែកចាយផ្សេងគេទទួលលក់ហើយអញ្ចឹងយើងអាចចាប់ដៃគូជាមួយសហគ្រិនណាផ្សេងដែលអាចគាត់ផលិតនៅផលិតផលរបស់យើងបានអូខេមានថាចាប់ដៃគូគាត់ជាអ្នកផលិតឲ្យយើងអូខេហើយចាំក្រោយទៅមានទុនចាំបរិយាខ្លួនឯងក៏បានយើងអាចធ្វើបានដោយយើងមានរូបមន្តហើយយើងអត់ចាំបាច់មានកន្លែងផលិតទេយើងអាចយើងមានន័យថាចាប់ដៃគូជាមួយគេបានដៃគូជាមួយនឹងសហគ្រាសណាដែលគេអាចជួយយើងបានអានឹងchẳngអាចធ្វើបានមានផលិតផលមួយចំនួននៅបាត់ដំបងយើងហ្នឹងក៏ធ្វើបែបហ្នឹងដែរប៉ុន្តែខ្ញុំអត់បញ្ចេញឈ្មោះសហគ្រាសមានន័យថាយើងគេចាប់ដៃគូផ្ទៃក្នុងក្រុមហ៊ុនមួយហ្នឹងគាត់មានសមត្ថភាពផលិតផលតែ 2-3 មុខទេប៉ុន្តែផលិតផល 2-3 មុខផ្សេងទៀតគាត់ចាប់ដៃគូមួយនឹងសហគ្រាសផ្សេងហើយតាមផលិតកើតជាម៉ាករបស់ខ្លួនឯងហើយចូលក្នុងទីផ្សារដែរមានន័យថាអាហ្នឹងយើងគ្រាន់តែយើងមានរូបមន្តរបស់យើងចឹងទៅអូខេចុះបងបើយើងនិយាយថាពីការផលចាប់ផ្ដើមហ្នឹងបងថាមិនយើងអាចចាប់ផ្ដើមពីទូចទៅបានជាអីដែលខ្ញុំចាប់អារម្មណ៍ជាងគេទៅនឹងជាងគេប៉ុន្តែពេលដំណើរការបងប្រហែលឆ្នាំចុងក្រោយប្រហែលឆ្នាំតាំងពីបងដំណើរការមកបងគិតថាអីគេដែលពិបាកជាងគេនៅក្នុងដំណើរការជាសហគ្រិនចំណុចលំបាកដូចអត់សូវមានច្រើនប្រហែលទេព្រោះអីមុននឹងចាប់ផ្ដើមសហគ្រិនខ្ញុំស្វែងយល់ពីសហគ្រិនសិនក្នុងឆ្នាំ2021ខ្ញុំចាប់ផ្ដើមរៀនអំពីសហគ្រិនយើងចាប់យកជំនាញមួយទៀតគឺសហគ្រិនភាពតមកឆ្នាំ2022បានយើងចាប់ផ្ដើមអ្វីដែលលំបាកមួយគឺយើងគិតថាផលិតផលរបស់យើងវាល្អសម្រាប់ទីផ្សារប៉ុន្តែជាក់ស្ដែងនៅពេលដែលចូលទៅទីផ្សារអត់ទទួលយកអានោះគឺជាបទពិសោធន៍ដំបូងរបស់ខ្ញុំមួយដូចយើងនិយាយពីមុនអញ្ចឹងអាមេរិកគឺខ្ញុំលក់ទូទៅនៅពេលដែលយើងចូលលក់ទូទៅទី1យើងកប់ផលិតផលនៅលើទីផ្សារអញ្ចឹងយើងត្រូវការទុនវិនិយោគបែបហ្នឹងច្រើនអញ្ចឹងហើយបានក្រោយមកយើងមានបទពិសោធន៍ខ្លះទៅយើងចាប់ផ្ដើមប្រមូលព័ត៌មានថាផលិតផលរបស់យើងត្រូវជាមួយនឹងអតិថិជនបែបណាអញ្ចឹងនៅពេលនេះគឺយើងធ្វើទីផ្សារអត់មានន័យថាអត់ទលំទលាយដូចមុនទេមិនមែនថាមានន័យថាយើងចាប់គ្រប់អតិថិជនទេគឺយើងដើរទៅរកអតិថិជនណាដែលគាត់ត្រូវការតែផលិតផលរបស់យើងតែប៉ុណ្ណឹងថាមិនចាំបាច់ចាប់លក់ឲ្យគ្រប់គ្នាទេនេះតែអ្នកដែលគាត់ចាប់អារម្មណ៍ទិញរបស់យើងបាទអូខេប្រហែល5ឆ្នាំហើយបងទៅ2021 2022មកចាបើសិនជាឲ្យបងត្រឡប់ទៅក្រោយវិញចាប់ផ្ដើមម្ដងទៀតបងគិតថាបងនឹងធ្វើអីដែលខុសប្លែកពីមុនចំណុចនេះមួយជាទស្សនវិស័យរបស់ខ្ញុំប្រហែលជាมันអាចប្របាក់នៅក្នុងការកែប្រែที่យើងចង់ឃើញផលិតផលបែបបុរាណរបស់យើងនៅលើទីផ្សារវាដូចអត់មាន
ជាបញ្ហានៃការសោកស្ដាយហ្នឹងទេប៉ុន្តែអ្វីដែលខ្ញុំគិតថាសោកស្ដាយខកខ្លួនឯងមួយគឺអត់មានឱកាសទទួលយកចំណេះដឹងសហគ្រាសហ្នឹងពីមុនមកអូខេហ្នឹងហើយបើយើងមានឱកាសចាប់យកចំណេះដឹងជំនាញផ្នែកសហគ្រិនហ្នឹងពីមុនមកខ្ញុំនេះយើងនឹងចាប់ផ្ដើមឲ្យបានលឿនជាងនេះបាទអានោះគឺជាចំណុចដែលយើងគិតថាយើងស្ដាយក្រោយអូខេពេលថាយើងនៅយូរពេកបាទដល់ពេលអញ្ចឹងធ្វើឲ្យខ្ញុំនេះចំណុចមួយមានក្មេងៗគាត់ខ្លះគាត់ថាគាត់នៅក្មេងពេកគាត់អត់ហ៊ានចាប់ផ្ដើមទេគាត់ទៅបើចាប់ហើយសាកលវិទ្យាល័យមក21 22 23ឬមួយក៏ like គាត់ទៅបងគិតថាបងមានយោបល់អីដែរចំពោះគាត់នេះបែបហ្នឹងខ្ញុំគិតថាបើសិនជាគាត់មាន vision អីច្បាស់លាស់ខ្លួនឯងកុំមើលតាមគេឃើញគេធ្វើអីចង់ធ្វើនឹងដែរបើគាត់មាន vision ខ្លួនឯងច្បាស់លាស់ទី1ទី2គាត់ត្រូវមានជំនាញសហគ្រិនចំណាយពេលសិក្សាឬក៏ចាប់យកជំនាញសហគ្រិនហ្នឹងឲ្យបានមុននឹងការចាប់ផ្ដើមបន្តិចឧទាហរណ៍ថាដូចនៅភូមិ Impact អីចឹងយើងមានបដាជំនាញសហគ្រិនអីចឹងមុននឹងគាត់ប្រឡូកនៅក្នុងវិស័យសហគ្រិនហ្នឹងគឺគាត់ត្រូវរៀនអាហ្នឹងសិនចឹងទី2ទី1ត្រូវមាន vision ទី2ត្រូវមានចំណេះដឹងផ្នែកសហគ្រិនហើយទី3នៅពេលដែល start ហ្នឹងយើងគួរតែមានគ្រូណែនាំយើងស្វែងរកគ្រូណែនាំណាមួយដែលប្រហាក់ប្រហែលជាមួយនឹងផលិតផលរបស់យើងឬក៏ vision របស់យើងដើម្បីរៀនអំពីដើមជើងរបស់គាត់តើនៅពេលដែលគាត់ដំណើរការដំបូងគាត់ជួបបញ្ហាអីគាត់មានឧបសគ្គអីអញ្ចឹងគាត់អាចណែនាំយើងបានអានោះគឺជាចំណុចសំខាន់3ដែលខ្ញុំលើកទឹកចិត្តឲ្យពួកគាត់ជំនាន់ក្រោយចាប់ផ្ដើមសហគ្រិនហើយចាប់ផ្ដើមឲ្យរហ័សកាន់តែល្អតែត្រូវមាន3នេះត្រូវមានទស្សនវិស័យគាត់ចង់មិនគាត់ត្រូវទៅរៀនថែមចាហើយនឹងរកអ្នកប្រឹក្សារបស់ទៅរៀនអាចរៀនពីណាមកបានខ្លះបងហើយធ្វើម៉េចដើម្បីទៅរកគ្រូណែនាំបានខ្ញុំគិតថាឥឡូវយើងមានបណ្ដាញច្រើនសូម្បីតែនៅក្នុងបណ្ដាញសង្គមក៏យើងមានការផុសនៅជំនាញខ្លីឬក៏វគ្គខ្លីអំពីវគ្គខ្លីចាគាត់ចំណាយពេលតាមដានអាហ្នឹងទៅកុំតាមដានណាព័ត៌មានអត់ប្រយោជន៍ច្រើនពេកចឹងគាត់ផ្ដោតខ្លួនឯងទៅលើសហគ្រិនគាត់តាមដានអំពីសហគ្រិនតន្តិច Facebook នឹងទាញឲ្យព័ត៌មានសហគ្រិននឹងលោតមកចាបាទហើយតើតើជាមួយនឹងគ្រូប្រឹក្សាអីខ្ញុំគិតថាឥឡូវយើងមានសមាគមឬក៏សហគមន៍ច្រើនសហគមន៍ស្ត្រីក៏ប្រមូលផ្ដុំទៅដោយសហគ្រិនភាពសភាពាណិជ្ជកម្មក៏ប្រមូលផ្ដុំទៅដោយសិប្បករឬក៏អាជីវករទៅជាមួយនឹងសហគ្រិនក៏មានដែរហើយនឹងគម្រោងផ្សេងដែលមាននៅខេត្តបាត់ដំបងក្តីឬក៏ខេត្តផ្សេងក្តីក៏មានដែរចឹងយើងអាចចូលតាមបណ្ដាញរបស់គាត់ទៅអូខេចុះរឿងរើសគ្រូណែនាំធ្វើម៉េចបានយើងដឹងថាម្នាក់ហ្នឹងខ្ញុំគិតថាខ្ញុំគាត់អាចជាខ្លាយជាគ្រូណែនាំដែលមានប្រសិទ្ធភាពមួយរបស់ខ្ញុំទៅមកខ្ញុំគិតថាយើងអាចតែចំណាយពេលជជែកគ្នាទៅអាច2-3ម៉ោងអីទៅនិយាយអំពីទស្សនវិស័យរបស់គាត់និយាយអំពីចំណេះដឹងរបស់គាត់អាចនិយាយអំពីផែនការក្នុងការ start របស់គាត់ក៏បានដែរអញ្ចឹងគ្រូណែនាំដែលមានបទពិសោធន៍ទៅលើវិស័យហ្នឹងគាត់នឹងដឹងថាការ start របស់គាត់នឹងយ៉ាងម៉េចទស្សនវិស័យរបស់គាត់នឹងអាចកែសម្រួលយ៉ាងម៉េចឬក៏ប៉ុណ្ណឹងអាចទទួលយកបានអញ្ចឹងទៅហើយរបៀបនៃការ start ហ្នឹងយើងគួរ start បែបណាដើម្បីកុំឲ្យមានហានិភ័យខ្ពស់ដើម្បីចំណាយទុនទាបអីចឹងជាដើមហើយដើម្បីធ្វើម៉េចផលិតផលរបស់យើងចូលទៅកាន់ទីផ្សារត្រូវជាមួយនឹងអតិថិជនអីចឹងអូខេតាមពិតទៅដោយសារតែយើងចិត្តអស់ពេលវេលាដែរប៉ុន្តែឲ្យចាប់អារម្មណ៍ជាមួយនឹងហើយបទពិសោធន៍របស់បងច្រើនមែនទេប៉ុន្តែចុងក្រោយចង់សួរបងថាបើសិនជាពេលនេះឥឡូវអ្នកដែលកំពុងមើលខ្ញុំផ្ទាល់ចង់ខ្លាចជាសហគ្រិនឥឡូវហ្នឹងខ្ញុំត្រូវត្រៀមមិនខ្លះដូចខ្ញុំនិយាយមិញអញ្ចឹងនិយាយថាមានទស្សនវិស័យខ្លួនឯងអត់ឬក៏មើលទៅតាមគេទេព្រោះពេលខ្លះយើងមានន័យថាបទពិសោធន៍យើងឬក៏ជំនាញរបស់យើងឬក៏ទេពកោសល្យយើង
ជាគេជា technician ជាអ្នកបច្ចេកទេសទេប៉ុន្តែយើងឃើញគេដើរសហគ្រិនយើងចង់ដើរសហគ្រិនដែរកន្លែងហ្នឹងមួយដែលជាបញ្ហាប្រឈមខ្លាំងមែនតើហើយមួយទៀតពេលខ្លះទេពកោសល្យគាត់ត្រឹមតែជា manager ជាអ្នកគ្រប់គ្រងទូទៅទេប៉ុន្តែគេឃើញសហគ្រិនភាពគេឃើញគេផ្សេងចាប់ផ្ដើមសហគ្រិនស្ថាបនិកនៅសហគ្រាសមួយដែលខ្លួនឯងបានប៉ុន្តែបទពិសោធន៍របស់គាត់ជា manager ខ្លាំងទទួលស្គាល់ថាខ្លាំងប៉ុន្តែនៅពេលដែលគាត់ចាប់ផ្ដើមឈោងយកវិស័យសហគ្រិនពេលខ្លះអត់ត្រូវជាមួយនឹងទេពកោសល្យគាត់ទេហ្នឹងគឺជានិយាយទៅយើងវាស់វែងខ្លួនឯងថាយើងជានរណាយើងនៅកម្រិតណាហើយយើងអាចឈានចូលនៅក្នុងវិស័យសហគ្រិនបានដូចប៉ុណ្ណឹងអូខេមើលពីទស្សនវិស័យខ្លួនឯងដឹងតែខ្លួនឯងហ្នឹងខ្លាំងឯគេអូខេហើយបន្ទាប់មកទៀតចាំយើងពិភាក្សាជាមួយនឹងគ្រូណែនាំអូខេពិភាក្សាមួយគ្រូណែនាំឬមួយក៏រៀនច្បងរបស់យើងបាទរបស់យើងក៏ប៉ុន្តែនៅក្នុងការចាប់ផ្ដើមសហគ្រិនគេមាន check list របស់គេមួយគេវាតម្លៃយើងថាឥឡូវឧទាហរណ៍ថាគេមាន20-30 check list ចឹងទៅនៅពេលដែលយើងធ្វើ check list នឹងហើយគេនឹងបូកបន្ទុកឲ្យយើងថាបន្ទុករបស់យើងនោះជាសហគ្រិនឬក៏អត់អូខេអញ្ចឹងមានន័យថាយើងអាច check ខ្លួនឯងនៅក្នុងនឹងបានដែរស្វែងរកនៅcheck list ហ្នឹងតាមរយៈ online អីក៏បានដែរអូខេមាននៅលើ online មាននៅលើអីដែរអាចចា៎អូខេអរគុណច្រើនអញ្ចឹងអរគុណច្រើនមែនទែនបងសម្រាប់ការចែករំលែកថ្ងៃនេះប៉ុន្តែចុងក្រោយឧទាហរណ៍ថាបើសិនជាពួកគាត់ចង់ទិញផលិតផលរបស់បងឬមួយក៏ត្រូវការចង់រៀនបន្ថែមចំពីបងអីតើគាត់អាចរកបាននៅទិញនៅណាហើយតាក់ទងបងតាមណាបានដែរអូខេសម្រាប់ផលិតផលរបស់ខ្ញុំមានដៃគូចែកចាយមួយសំខាន់គឺនៅល្អីបៃតងអូខេអីបៃតងចាសម្រាប់អ្នកបាត់ដំបងចាហើយបើសិនជាសម្រាប់អ្នកនៅខេត្តផ្សេងខ្ញុំមាន page Facebook page Facebook page របស់ខ្ញុំគឺ Tubo ហ្នឹងវាយពី Tubo ហ្នឹងទៅអាចឃើញចាហើយបើសិនជាគាត់នៅសៀមរាបឆាតរបស់ខ្ញុំអញ្ចឹងទៅខ្ញុំអត់អាចផ្ញើទៅឲ្យបានខ្ញុំឲ្យទៅរកដៃគូរបស់ខ្ញុំនៅសៀមរាបមួយចំនួនឬក៏អ្នកនៅភ្នំពេញយើងមានដៃគូចែកចាយនៅភ្នំពេញមួយចំនួនចាហើយសម្រាប់ការប្រឹក្សាខ្ញុំនិយាយទៅខ្ញុំចេញពីមុនជាគ្រូបរិញ្ញាបត្រដែរអញ្ចឹងចូលចិត្តចែករំលែកដែរចាអត់អីទេសម្រាប់ខ្ញុំអាចចែករំលែកបានហើយសប្តាហ៍ថ្ងៃនេះខ្ញុំកំពុងតែចែករំលែកនៅបទពិសោធន៍នោះសម្រាប់សហគ្រិនថ្មីដែរកំពុងតែចែករំលែកខ្លះដែរអូខេសម្រាប់អ្នកដែលគាត់ចង់ចាប់ផ្ដើមឲ្យដំណើរការសហគ្រិនបាទគាត់ជួបខ្ញុំរៀងរាល់សប្តាហ៍អញ្ចឹងពេលតនេរៀងរាល់សប្តាហ៍ចុងសប្តាហ៍គាត់ណាត់ជួបខ្ញុំហើយបន្ទាប់មកខ្ញុំអាចដាក់ជា task មួយចំនួនឲ្យគាត់អនុវត្តចឹងទៅបើសិនជាគាត់អនុវត្តបានគាត់អនុវត្តទៅបើសិនជាអនុវត្តអត់បានទេអាចឆាតនៅក្នុង Telegram សួរគ្នាអីតិចតួចចឹងចាអាចតំណតំណងបន្ថែមផងទេអូខេអរគុណច្រើនចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ទិញផលិតផលគឺអាចទិញតាមបណ្ដាញចែកចាយដែលបងបានលើកឡើងក៏ឬមួយក៏ចង់តំណតំណងបងបន្ថែមដើម្បីពិភាក្សាបន្ថែមប្រឹក្សាយោបល់អីអាចតំណងបានដូចគ្នាហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូដល់ពេលនេះអញ្ចឹងសូមកុំភ្លេចជួបនៅខាងវីដេអូក្រោយ